ចាដួងចិនទាំង5ធម្មជាតិបំរើយរំលឹករឿងស្នេហាជារឿងដែលខ្ញុំធ្លាប់រងទុក្ខនឹងកាលណាចិនដាស្រកាអំពើទឹកភ្នែកខ្ញុំហូរចូលជន់ដួងចិនចេតនាវាបានរែងកិនមិនយល់ខ្លាញ់ហើយរឿងហើយស្នេហ៍អង្គុសលជុំរវល់ជុំយល់ពីថ្ងៃនេះទៅអោធម្មជាតិឆ្លងឆ្លើយចម្លើយមកសើនាមស្នេហ៍អាភមបានដើរទុំនៅជាមេរៀនក្នុងឆាជីវិតបើកិនអើយមន់ថ្ងៃមានកំណត់ចាក្នុងវិញ្ញាណគួរតែទៅបួសតាមភ្នួសិលទានជីវិតមានសង្សារនៃឋានបរលោកវាចាដួងចិនទាំង5ធម្មជាតិបំរើយរំធានរឿងស្នេហាជារឿងដែលខ្ញុំធ្លាប់រងទុក្ខនឹងកាលណាចិនដាស្រកាអំពើតែខ្ញុំហូរចូលជន់ដួងចិនចេតនាវាបានរែងកិនមិនយល់ខ្លាញ់ហើយរឿងហើយស្នេហ៍កុសលជុំរវល់ជុំយល់ពីថ្ងៃនេះទៅអោធម្មជាតិអើយឆ្លងឆ្លើយចម្លើយមកសៅនាមស្នេហ៍អាភមបានដើរទុំនៅជាមេរៀនអង្គឆាជីវិតបើកិនអើយមន់ស្នេហ៍គ្មានកំណត់ចាក្នុងវិញ្ញាណគួរតែទៅបួសតាមភ្នួសិលទានជីវិតមានសង្សារនៃឋានបរលោកជីវិតមានសង្សារនៃឋានបរលោក